សួស្តីមិត្តសិក្សាភាសាចិនយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Facebook និង YouTube ខ្ញុំបាទ Dano Learn Channel ទាំងអស់គ្នាបងប្អូនថ្មីកុំភ្លេចជួយ Like Share និង Follow Subscribe ម្នាក់មួយនឹងបានវីដេអូជារៀងរាល់សប្តាហ៍ជួយចែករំលែកចំណេះដឹងភាសាចិនទាំងអស់គ្នានៅថ្ងៃនេះយើងមកមើលពីពាក្យពេចន៍ផ្សេងដែលយើងទាក់ទងប្រើប្រាស់នៅក្នុងរោងចក្រគួនលីឡៃនេះគឺប្រភេទគ្រប់គ្រងប្រភេទនៃការគ្រប់គ្រងគួនលីឡៃបន្តទៀតនេះគឺខោឈីនមានថាប្រដាស់ស្រង់វត្តមានខោឈីនប្រដាស់ស្រង់វត្តមានបន្តទៅទៀតនេះគឺជាប៉ានមានថាថែមម៉ោងក៏បន្ថែមម៉ោងធ្វើការជាប៉ានបន្តទៀតនេះគឺឈីងជាមានថាសុំច្បាប់ឈីងជាសុំច្បាប់ជីងធៀនឈីងអ៊ីធៀនជាថ្ងៃនេះសុំច្បាប់មួយថ្ងៃបន្តទៀតនេះគឺឈើតោមានថាមកយឺតម៉ោងឬក៏មិនតាន់ពេលជីងធៀនឈើតោលើថ្ងៃនេះខ្ញុំមកយឺតពេលហើយបន្តទៀតនេះគឺចៅធួយមានថាចេញមុនមកចៅធួយចេញមុនម៉ោងជីងធៀនយោសឺចៅធួយថ្ងៃនេះខ្ញុំមានការខ្ញុំចេញមុនម៉ោងចៅធួយចេញមុនម៉ោងឬក៏ផ្សេងយើងអាចនិយាយជាការបកប្រែទៅកាន់បងកម្មករណាម្នាក់គាត់សុំចេញមុនម៉ោងអញ្ចឹងយើងនិយាយប្រាប់ជាប្រធានចិនឬមេចិននេះទៅពីនេះយើងអាចយកទៅផ្សំគុំនិយាយបានចៅធួយហ្នឹងតទៅនេះគឺផាយប៉ានមានថារៀបចំវេនធ្វើការគឺរៀបចំដំណើរព័ន្ធការធ្វើការថ្ងៃនេះណាធ្វើចឹងថែមម៉ោងប្រហែលទៅផាយប៉ានរៀបចំវេនធ្វើការជីសៅនោះគឺប្រសិទ្ធភាពក៏សមិទ្ធផលដែលយើងខំធ្វើវាចេញរូបរាងមកឯខ្លះជីសៅប្រសិទ្ធភាពឬក៏សមិទ្ធផលចាំងលីនេះគឺរង្វាន់លើកទឹកចិត្តចាំងលីរង្វាន់លើកទឹកចិត្តបន្តទៅនេះគឺឈូហ្វានេះគឺពិន័យណាក្នុងការយើងធ្វើមានកំហុសអីយ៉ាងឈូហ្វាពិន័យហ្នឹងហើយថ្ងៃនេះមានប៉ុណ្ណឹងហើយខុសឆ្គងយ៉ាងណាសូមខន្តីអភ័យទោសនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយ